មកដើរលេងនៅសៀមរាបវគ្គនេះយើងដើរត្រឹមតែមួយយប់ពីរថ្ងៃទេក៏ប៉ុន្តែយើងអាចបានដើរលេងទស្សនាច្រើនកន្លែងហើយក៏អាចបានធ្វើរឿងថ្មីៗជាច្រើនដើម្បីសាងអនុស្សាវរីយ៍នៅវគ្គនេះស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ការទស្សនា Vlog Travel ដំណើរឆ្ពោះទៅខេត្តសៀមរាបខ្ញុំ3អ្នកណានាហើយនឹងកុងគាគឺយើងមាន plan មួយថ្ងៃទី22 23យើងមានដំណើរកំសាន្តឆ្ពោះទៅកាន់ខេត្តសៀមរាបដល់ថ្ងៃដែលក្រុងទុកគឺថ្ងៃទី22សីហាយើងនាំគ្នារៀបចំខ្លួនចាប់ពីម៉ោង4កន្លះព្រឹកដើម្បីធ្វើដំណើរទៅកាន់ខេត្តសៀមរាបដោយមធ្យោបាយធ្វើដំណើរគឺតាមរយៈ Pass App គឺថាមានជាឆ្កែលូត្រហឹងអើងកងពេញភូមិតែម្ដងយើងធ្វើដំណើរពីប៉ោយប៉ែតម៉ោង5កន្លះរហូតដល់ម៉ោង7ព្រឹកក៏មកដល់កន្លែងកាហ្វេ361នេះក៏យើងឈប់ទិញកាហ្វេហើយក៏ថតរូបដើម្បីទុកជាអនុស្សាវរីយ៍ Pro View កន្លែងហ្នឹងស្អាតមែនតើរួចរាល់ក៏យើងធ្វើដំណើរបន្តរហូតដល់ម៉ោង8ជាងរហូតដល់ម៉ោង9ព្រឹកយើងក៏មកដល់ហូតែលដែលយើងបានកក់ទុកមុនដើម្បី check in ពេលដែលយើង check in ទុកអីវ៉ាន់រួចរាល់ហើយក៏យើងធ្វើដំណើរចេញពីហូតែលមកកាន់ទីសក្ការៈបូជាលោកយាយម៉ៅនិងព្រះអង្គជ័យព្រះអង្គចោមហើយក៏បានមកជួបបងស្រីសៀវលងនីខ្ញុំបានទិញការ៉េមគាត់តែម្នាក់មួយកែវទេហើយក៏បានសំណេះសំណាលជាមួយគាត់សុំគាត់ថតវីដេអូហើយបងប្អូនអ្នកគ្នាបើសិនជាឃើញបងស្រីសៀវលងនីសូមជួយគាំទ្របងផងព្រោះអីមើលទៅគឺគាត់បងស្រីគឺពិតជាតស៊ូខ្លាំងណាស់ក្នុងឆាកជីវិតរបស់គាត់ហើយក៏យើងឈ្មោះមកកាន់ទីសក្ការៈគោរពបូជាលោកយាយម៉ៅព្រះអង្គជេកព្រះអង្គចោមនិយាយថាម្នាក់សូមតែសេចក្តីសុខសេចក្តីចម្រើនពងអ្វីសំដោយប្រាថ្នាអត់មានពងប្រាថ្នាដើម្បីឈ្នះចាញ់ណាឡើយនិយាយមែនណាកន្លែងហ្នឹងរួចរាល់ក៏យើងចេញពីទីសក្ការៈបូជាមកកាន់ភូមិបដាដែលយើងមកហូបបាយនិងមករកទិញនំម៉ាកោព្រោះអីនំម៉ាកោកន្លែងហ្នឹងគឺឆ្ងាញ់មែនតែនពេលយើងហូបបាយនិងទិញនំម៉ាកោរួចក៏យើងជិះមកក្រោយវិញមកដល់កន្លែងប្រាសាទប្រែរូបក៏ខ្ញុំមានបំណងថាខ្ញុំលើកនេះចូលថតនិងចូលមកលេងកន្លែងនេះឲ្យតតែបានព្រោះថាមកប្រហែល 3-4 ដងហើយកន្លែងប្រាសាទប្រែរូបនេះគឺខ្ញុំអត់ដែរចូលទេអញ្ចឹងលើកនេះខ្ញុំចូលមកទស្សនាព្រោះរាល់ដងគឺបានតែជិះកាត់ឲ្យច្អល់ថាកន្លែងនេះប្រាសាទប្រែរូបកន្លែងនោះប្រាសាទបពួនអីចឹងទៅតែឥឡូវនេះគឺខ្ញុំមកដល់ប្រាសាទប្រែរូបព្រោះរាល់ដងខ្ញុំមកកន្លែង3ដូចជាអង្គរតូចអង្គរធំហើយនឹងប្រាសាទតាព្រំតែលើកនេះហ្នឹងហើយខ្ញុំបានមកកន្លែងផ្សេងជាច្រើនដែលយើងធ្លាប់តែជិះកាត់ហើយដែលបានមកឃើញថាមកដល់កន្លែងនេះក៏ view ស្អាតដែរហើយប្រាសាទកន្លែងនេះគឺមានលក្ខណៈប្លែកពីប្រាសាទផ្សេងមានលក្ខណៈជារាងពីរ៉ាមីតហើយជារចនាបែបខ្មែរហើយក៏ខ្ពស់ដែរខ្ញុំឡើងពីមួយជាន់ទៅមួយជាន់ចដៅគឺថាចោតមែនតែនខ្ញុំឡើងបានពីជាន់ទេនៅជាន់ប្អស់គេហាមខាត់មិនឲ្យឡើងហ្នឹងហើយឃើញថានេះកំពុងតែហត់ណាគឺមុំតឡើងមកដល់ជាន់នេះយើងថតនាយអាយសម្លឹងគយគុនមើលទេសភាពក៏ដូចជារចនាប្រាសាទក៏យើងហ្នឹងហើយធ្វើដំណើរចុះទៅវិញថាយើងឡើងមកដល់លើកន្លែងកពូប្រអស់ហើយក៏យើងចុះមកវិញមកដល់កន្លែងជាន់ទី2បន្ទាប់ពីជាន់ផ្ទាល់ដីព្រោះអីឡើងមកមិញហ្នឹងគឺយើងអត់បានឈប់នៅកន្លែងជាន់ទី2ហ្នឹងទេអញ្ចឹងក៏យើងឈប់យក view ថតនៅជាន់ទី2គ្រប់ជ្រុងដែលយើងចង់បានរួចហើយក៏យើងធ្វើដំណើរចុះមកជាន់ផ្ទាល់ដីដើម្បីទៅកាន់ទីតាំងបន្ទាប់ដែលយើងក្រងទុកហើយចដើរឡើងចុះពីមួយជាន់ទៅមួយជាន់ឃើញថាលក្ខណៈចោតខ្លាំងបាទបើសិនជាដើរមិនប្រយ័ត្នអាចជាផ្ងាក្រោយទទួលគ្រោះថ្នាក់អញ្ចឹងបងប្អូនទាំងអស់គ្នាពេលឡើងតាមចដើរប្រាសាទអីគឺប្រយ័ត្នបងប្អូនទាំងអស់គ្នានិយាយមិនទាន់ដល់ពាក់កណ្ដាលផងគឺថា4នាទីហើយទូរស័ព្ទខ្ញុំក៏ក្តៅកៀងដែរអញ្ចឹងវីដេអូនេះប៉ុណ្ណឹងសិនបងប្អូនទាំងអស់គ្នាមានវគ្គបន្តទៀតហើយវគ្គបន្តទៀតហ្នឹងក៏រឹតតែល្អមើលប្លែកភ្នែកដែរបងប្អូនទាំងអស់គ្នាហើយនេះគឺថាភ្ញៀវទេសចរមកលេងប្រាសាទអង្គរវត្តសួស្តីបងប្អូនទាំងអស់គ្នាកន្លែងនេះអាចហៅបានថាជាសមុទ្រទឹកសាបព្រោះយើងមើល